ការពីមុនតើនៅតែអ្នកគ្រប់ឆ្ងល់ថាមិត្តភាពនេះវាមានរូបរាងបែបណាការពីក្មេងយើងធ្លាប់គិតថាមិត្តភាពនេះគឺជាការចោះសម្រុងនឹងគ្នាការសើចសប្បាយជាមួយគ្នានិងការចែករំលែកការសប្បាយទៅវិញទៅមកក៏ប៉ុន្តែនៅពេលដែលយើងធំឡើងអត្ថន័យនៃពាក្យនេះហាក់ដូចជាកាន់តែស្មុគស្មាញជាងមុនហើយនៅក្នុងដំណើរកម្សាន្តទៅខេត្តកំពតនេះខ្ញុំបានរកឃើញចម្លើយមួយដែលចម្លើយមួយនេះគឺបានផ្លាស់ប្ដូរគំនិតរបស់ខ្ញុំអំពីអ្វីដែលយើងហៅថាមិត្តភាពចិត្តចងបងស្មារតីលាកាំងត្រជាងព្រៀបរៀបចំខ្លួនដើម្បីឡើងទៅភ្នំបូកគោអត់ទេខ្យល់ហ៎នឹងអាចដូចផាយានអស់នេះលឺហើយសារខ្ញុំប្រើnói selling វាអាចអត់ស្រួលnóiកំតែនៅខាងក្រៅគឺខ្យល់ខ្លាំងមែនទែនហើយហ្នឹងណាជិះហើយនិយាយថាព្រឹសលេងដើមឈើវាបក់បាក់គ្នាទៅវាលឺដូចភ្លៀងខ្លាំងអញ្ចឹងប៉ុន្តែ Yes good នេះគឺជាពេលលើដំបូងដែលខ្ញុំមកបូកគោហ្នឹងហើយវាជា holiday មួយដ៏អស្ចារ្យមែនទែនយប់នេះយើងទៅគេងនៅណាយប់នេះហើយនេះគឺជាពេលវេលាដែលខ្ញុំបានជួបជាមួយនឹងពួកគាត់ដែលពួកយើងមកពីខេត្តផ្សេងគ្នាតែយើងបានជួបគ្នាទៅចែកដំនៅខេត្តផ្សាយហើយយើងក៏បាន share ទូគ្នាហើយវាអស្ចារ្យមែនទែនតែយើងមកពីឆ្ងាយហើយយើងបានជួបចែកដំលើពីហ្នឹងគឺយើងបានទៅ street trade ជាមួយគ្នានៅពេលយើងប្រកាសហើយយើងបានញ៉ាំអីយប់គ្នានៅពេលយប់ហើយយើងបានទៅចែករហូតដល់ភ្លឺតែម្ដងអត់ភ្នែកចិត្តណាលោកអើយไม่รักโอ้អាចថាយើង spend time រៀនមួយគ្នាយើង spend time share ពីរឿងសប្បាយរឿង sad រឿងអីចឹងមួយគ្នាដោយសារតែក្នុងវ័យរៀនហ្នឹងគឺយើងអត់សូវជួបអីច្រើនគាត់ថាយើងរៀនយើងមានពេលវេលាមួយគ្នាច្រើនប៉ុន្តែនៅពេលដែលយើងអាចឈានទៅដល់ទៅមុខទៀតយើងអាចនឹងជួបរឿងច្រើនដូចអ្នកខ្លះអាចនឹងគាត់ get married អ្នកខ្លះអាចនឹងគាត់ single ទៅឬក៏មាន partner មានអីចឹងក្នុងការមានមិត្តភាពមួយក៏វាអាច share រឿងផ្សេងៗគ្នាដែរចឹងក្នុងការឲ្យនៃ friendship ហ្នឹងក៏វាអាចផ្លាស់ប្ដូរទៅតាមនឹងដែរសម្រាប់វ័យក្មេងមិត្តភាពជារឿយៗទៅទៅនឹងការចែករំលែកបទពិសោធន៍ការរៀនជាមួយគ្នាការសប្បាយជាមួយគ្នានិងការបង្កើតអនុស្សាវរីយ៍ល្អៗជាមួយនឹងគ្នាវាជាការភ្ជាប់ទំនាក់ទំនងដែលមានភាពរស់រវើកមួយក៏ប៉ុន្តែវាក៏អាចផ្លាស់ប្ដូរយ៉ាងឆាប់រហ័សផងដែរនៅពេលដែលពួកគេមានគំនិតពីរផ្សេងគ្នាមនុស្សដែលយើងស្គាល់ទាំងអស់មិនប្រកាសថាជាមិត្តភក្តិរបស់យើងទេអ្នកខ្លះបានត្រឹមតែជាអ្នករៀនជាមួយគ្នាអ្នកខ្លះបានត្រឹមតែជាអ្នកស្គាល់គ្នាប៉ុណ្្នឹងឯងមិត្តភក្តិល្អឥឡូវគឺពិបាករកណាស់បើយើងមានមិត្តភក្តិល្អហើយគួរតែថែរក្សាបានល្អនៅវ័យក្រោយរៀនចប់មហាវិទ្យាល័យនិងការចូលធ្វើការងារមិត្តភាពចាប់ផ្ដើមផ្ដោតទៅលើគុណភាពជាជាងបរិមាណការជួយគ្នាទៅវិញទៅមកការយោគយល់គ្នានិងការជួយក្នុងគ្រាលំបាកកាន់តែមានសារៈសំខាន់ពេលវេលាខ្លះជាទុនធានដ៏មានតម្លៃហើយការរាប់អានមនុស្សក៏កាន់តែសំខាន់ជាងនេះទៀតបងប៉ាម្ដងទេមកម្ដងមិនផ្លាញ់យើងមកលេងម្ដងគឺទៅដល់ស្លាកបងហើយ so I also enjoy this trip គេប្រើពាក្យថាមិនមែនគ្រប់គ្នាសុទ្ធតែជាមិត្តភាពរបស់យើងទេមិនមែនគ្រប់គ្នាសុទ្ធតែចូលចិត្តយើងហើយយើងក៏មិនចូលចិត្តមនុស្សគ្រប់គ្នាដែរអញ្ចឹងនៅពេលដែលពេលខ្លះកន្លែងការងារធម្មតាវ័យយើងបើថាជាមិត្តភក្តិទៅវ័យស្មើគ្នាអញ្ចឹងទៅប៉ុន្តែខ្ញុំរាប់អានអ្នកវ័យដែលខ្ញុំចាត់ទុកមិនដឹងគេចាត់ទុកជាមិត្តភក្តិទេប៉ុន្តែអ្នកវ័យទីជាងយើងក៏យើងពេលខ្លះចាត់ទុកថាជាអូខេបងប្អូនយើងអត់ប្រើពាក្យមិត្តភក្តិប្រើពាក្យបងប្អូនវិញនៅកន្លែងការងារវាអត់ស្គាល់ផ្ទះគេអត់ស្គាល់បងប្អូនគេទេពេលខ្លះប៉ុន្តែខ្ញុំគិតថាស្គាល់ចរិតប្រវត្តិច្បាស់ហើយជាពិសេសប្រត់គំនិតគេដែលវាចូលជាមួយយើងដូចខ្ញុំជាមនុស្សដែល
ខ្ញុំអាចនិយាយបានថាខ្ញុំចូលចិត្តរាប់អានអ្នកណាដែលស្មោះត្រង់អីចឹងណា ហេតុផលអីបានជាបងគាត់ថានៅពេលដែលខ្ញុំនិយាយពីមិត្តភាពឬក៏មិត្តភក្តិបងឯងនឹកឃើញដល់ម្នាក់ហ្នឹងហើយបងឯងនិយាយពីប្រវត្តិឬក៏រឿងរ៉ាវតិចមកបង ខ្ញុំមានម្នាក់ដែលនៅក្នុងចិត្តខ្ញុំរងហើយប៉ុន្តែយើងលែងរាប់អានគ្នាហើយយើងលែងរាប់អានគ្នាប៉ុន្តែជាមិត្តភក្តិដែលស្គាល់គ្នាកាលពីរៀននៅបឋមថ្នាក់ទី5ខ្ញុំស្គាល់ថ្នាក់ទី4ដោយសារវាទៅទិញនំញ៉ាំវាអត់ឲ្យលុយគេហើយខ្ញុំតាមមើលវាទៅវារៀនថ្នាក់ណាអញ្ចឹងទៅពេលអញ្ចឹងក្មេងយើងស្គាល់គ្នាយើងតាមទៅពេលថ្នាក់ទី5រៀនមួយគ្នាយើងស្គាល់វារហូតពីថ្នាក់ទី5ដល់គួយតុកជាមួយគ្នាទី5ទី6ទី7ដល់អនុវិទ្យាល័យដល់វិទ្យាល័យមកសាកលវិទ្យាល័យម៉ូតូមួយជិះ2នាក់ពីស្រុកមកអត់លុយខ្ញុំអត់លុយវាមានលុយដោយសារវាធ្វើការនៅហាងណាអូខេពេលហ្នឹងខ្ញុំ intern ខ្ញុំអត់លុយ3ខែអត់លុយចាយលុយ3ខែហ្នឹងគឺពិបាកជីវិតយើងខ្ញុំធ្លាប់ធ្វើគ្រូបរិញ្ញាបត្របានប្រាក់ខែ100ជាងដែរប៉ុន្តែទៅពេលយើងឈប់ទៅ intern អត់មានប្រាក់ខែ$1វាឲ្យលុយយើងចាយគ្មានខ្វល់ខ្ញុំទៅមិនខ្វល់រឿងសងមកបាទយើងឡើងខ្វល់រឿងលុយរឿងអីវាទៅជាចុះអាមិត្តភាពហ្នឹងវាមានអារម្មណ៍ថាស៊ីជម្រៅខ្លាំងហ្មងហើយវាធ្វើការនៅហាងអញ្ចឹងទៅពេលពេលធ្វើការដល់ឆ្នាំទី3ទី4ទី3វារៀនរដ្ឋបាលសាធារណៈខ្ញុំក៏ប្រាប់វាថាជប់ធ្វើការទៅហាត់ការងារហាត់អីចឹងណាដើម្បីយើងដឹងថាយើងរៀនចប់អត់ដែលធ្វើការងារយើងទៅរកខាងធ្វើមិនកើតបាទខ្ញុំប្រាប់វាប្រាប់ឪពុកវាប្រាប់ម្ដាយវាប៉ុណ្ណេះអត់ស្ដាប់អត់ជឿអញ្ចឹងទៅពេលអូខេវារៀនចប់វារកការងារធ្វើបានផ្នែកលក់ខុនដូអញ្ចឹងគេឲ្យប្រាក់ខែវា250វាលក់មួយឆ្នាំប្រាក់ខែ250ហ្នឹងវាលក់ដែរដាច់ឯមួយមុនចូលឆ្នាំជិះម៉ូតូទៅជួបមុខផ្ទះខ្ញុំនិយាយថាចុយមើមេអញអត់ប្រយោជន៍ណាកាត់ប្រាក់ខែនោះហើយវាថាអញជប់ធ្វើការពេលហ្នឹងខ្ញុំសួរវាថាតើលោកដាច់អត់ថាលោកដាច់ផងអញ្ចឹងemមួយឆ្នាំធ្វើការឲ្យគេប្រាក់ខែមួយខែ250លោកដាច់ឯមួយអត់ប្រយោជន៍ជិះនេះអត់ប្រយោជន៍បំផុតអូខេជប់ធ្វើការទៅផ្ទះដល់ដើរលេងផ្ទះបុកវិជាលេងបាល់ផ្ទះលេងអីហើយពេលហ្នឹងនៅក្នុងភូមិមានគ្រឿងយន្តដែរខ្ញុំអាសាទៅផ្ទះវាថែវាអញ្ចឹងណាហើយទៅធ្វើការទៅជួយកែធ្វើទៅអត់ថ្ងៃមួយខ្ញុំទៅជួបម៉ែវាយំម៉ែវាយំឲ្យខ្ញុំជួយនិយាយហ្នឹងខ្ញុំនិយាយខ្លាំងមែនតើហើយវាក៏បានឆ្លើយមកខ្ញុំថាវាធំហើយអញ្ចឹងថាមិនទៅបដៅវាទេពេលហ្នឹងខ្ញុំក៏វាថាអូខេឥឡូវយើងឈប់និយាយគ្នាតាំងពីថ្ងៃហ្នឹងតទៅមកដល់ឡើងដែរអត់ដល់ឡើយដល់ស៊ីហ្គេមវាឆាតមកវិញហើយឆាតមកវិញក៏ត្រូវគ្នាវិញអីចឹងមុនស៊ីហ្គេមអីចឹងទៅស៊ីការគេជាជួបអីចឹងយើងចេះរកអានគ្នាចេះសើចដាក់វាដែរអញ្ចឹងវាអៀនទៅវិញទៅមកដែរឥឡូវហ្នឹងក៏នៅជួបចេះអៀននឹងគ្នាដែរប៉ុន្តែសម្រាប់ខ្ញុំដោយសារអនុស្សាវរីយ៍យើងជាយើងហៅថា best friend ហ្នឹងវាមានអារម្មណ៍ថាវាខុសពីមិត្តភក្តិទូទៅវាចឹងនឹងយើងចាយលុយមិនមែននិយាយពាក្យថាជំពាក់ណាយើងនិយាយពាក្យថាជំពាក់ដែលយើងអត់គិតថាអូខេហើយជំពាក់លុយខ្ញុំប៉ុណ្ណេះខ្ញុំជំពាក់លុយប៉ុណ្ណេះហើយយើងស្គាល់នេះតថ្នាក់ទី5មកដល់សាកលវិទ្យាល័យអាហ្នឹងវាស៊ីជម្រៅចឹងមិត្តភក្តិមួយហ្នឹងរងថ្ងៃហ្នឹងក៏ខ្ញុំនៅតែមិនមែនខ្ញុំស្អប់វាទេចង់ឲ្យថាបើវាធ្វើការវិញខ្ញុំទៅនិយាយរកវាមុនគឺត្រូវគ្នាមួយវិញមកតែខ្ញុំចង់ខ្ញុំឥឡូវអត់ធ្វើការទៀតគិតវារៀនចប់សាកលវិទ្យាល័យ6ឆ្នាំហើយគិតមើលធ្វើមិនចឹងមិត្តភក្តិខ្លះវាអញ្ចឹងហើយក៏ពេលខ្លះយើងខកចិត្តចឹងប៉ុន្តែមិត្តភក្តិចិត្តស្និទ្ធវាមានអញ្ចឹងដែរវាមានមិត្តភក្តិដែលដើរផ្លូវអត់ត្រូវយើងជួយប្រាប់ទៅវាទៅជាបាច់បាក់មិត្តភាពវិញអូខេសម្រាប់អ្នកដែលនៅពេលនេះមិត្តភាពខ្លះជាចំណែកមួយនៃកម្មាភិបរបស់យើងម្នាក់នៅលើកោះទុនសាយក្រោមពន្លឺផ្កាយជាមួយនឹងមនុស្សដែលយកចិត្តខ្ញុំបានដឹងថាមិត្តភាពមានអត្ថន័យផ្សេងគ្នាទៅតាមវ័យនិងបទពិសោធន៍របស់មនុស្សម្នាក់សម្រាប់ក្មេងវ័យជំទង់មិត្តភាពគឺជាការចែករំលែកភាពសប្បាយរីករាយសម្រាប់វ័យក្រោយរៀនចប់មហាវិទ្យាល័យនិងកំពុងបម្រើការងារមិត្តភាពជាពេលវេលានៃការជួយគ្នាទៅវិញទៅមកនិងការយកចិត្តគ្នាប៉ុន្តែសម្រាប់វ័យក្រោយដល់ការទៅវិញមិត្តភាពគឺជាចំណងដ៏រឹងមាំមួយដែលភាគច្រើនគឺកើតឡើងដោយការឆ្លងកាត់រឿងរ៉ាវចម្រូងចម្រាសនឹងគ្នានិងពេលវេលាពីកម្មាភិបវាប្រៀបបានដូចជារលកនៃសមុទ្រនៅកោះទន្សាយអញ្ចឹងមិត្តភាពគឺផ្លាស់ប្ដូរជានិច្ចខ្លះកើតឡើងសម្រាប់តែមួយរដូវខ្លះទៀតនៅជាប់ជាមួយនឹងយើងពេញមួយជីវិត
ប៉ុន្តែគ្រប់ទម្រង់នៃមិត្តភាពសុទ្ធតែមានតម្លៃនិងជាមេរៀនជីវិតរបស់យើងដូច្នេះតើអ្វីទៅជាអត្ថន័យពិតនៃពាក្យថាមិត្តភាពខ្ញុំគិតថាវាជាដំណើរមួយដែលមិនមែនជាគោលដៅតែមួយប្រៀបដូចជាទឹកហូរដែលផ្លាស់ប្ដូរជានិច្ចក៏ប៉ុន្តែវានៅតែបន្តហូរទៅមុខដូចជាដំណើរកម្សាន្តទៅកំពតនិងកែបអញ្ចឹងហើយវាមិនមែនជាគោលដៅទេក៏ប៉ុន្តែវាជាអនុស្សាវរីយ៍ដែលយើងបានបង្កើតជាមួយគ្នាជាអនុស្សាវរីយ៍ដែលនឹងជាប់នៅក្នុងជីវិតយើងជារៀងរហូត ដល់មែនតើនៅទីនេះសម្រាប់អ្នកដែលគាត់ចូលចិត្តបែប adventure